อายุ25 ឆ្នាំស្អាតដោយតារាតែញៀនស្រាដកខ្លួនមិនរួចនាងផឹកជំនួសបាយជារៀងរាល់ថ្ងៃនារីកូរ៉េម្នាក់នេះរស់រានមានជីវិតដោយសារតែស្រាទោះបីនាងមានអាយុត្រឹមតែ25 ឆ្នាំស្រស់ស្អាតនិងក្មេងខ្ចីក៏ដោយតែនាងបានបាត់បង់ចំណង់ចំណូលចិត្តក្នុងជីវិតអស់ទៅហើយជារៀងរាល់ថ្ងៃនាងមិនញ៉ាំបាយឬផឹកទឹកទេគឺរស់បានដោយសារតែផឹកស្រាសូជូខណៈពេលដែលប្តីរបស់នាងរវល់ធ្វើការនាងយកលេសថាទៅជួយគាត់ប៉ុន្តែតាមពិតនាងលួចផឹកស្រានៅក្នុងផ្ទះបាយនាងធ្លាប់មានក្តីសុបិនធំមួយប៉ុន្តែគ្រោះថ្នាក់មួយបានធ្វើឲ្យស្មារបស់នាងបាក់ដោយសារការឈឺចាប់មិនបាត់ក្រោយវះកាត់ឆ្នាំប៉ែតលែងជាទីពឹងសម្រាប់នាងទៀតហើយមានតែជាតិស្រវឹងទេដែលជួយនាងបានមួយគ្រាទើបនាងផឹកស្រាមិនលុះថ្ងៃជីវិតប្តីរបស់នាងវិញបានធ្លាក់ដុតដាបយ៉ាងខ្លាំងពីធ្វើការហាងធំមកបើកហាងនៅកន្លែងតូចចង្អៀតរកប្រាក់សឹងមិនបានសងបំណុលគេគាត់ព្យាយាមបង្វល់នាងឲ្យឈប់ផឹកដែរដើម្បីកែប្រែវាសនាតែនាងបែរតបទៅវិញដោយកំហឹងពេញមួយជីវិតប្តីប្រពន្ធនេះបងឯងមិនដែលផ្ដល់អ្វីឲ្យខ្ញុំក្រៅពីជំងឺទេទឹកភ្នែករបស់នាងហូរដោយទំនប់បាក់ការឈឺចាប់ដែលកប់ទុកយូរមកហើយត្រូវបានបញ្ចេញមកក្រៅដោយសារអត្តពលស្រាសូជូឃើញបែបនេះប្តីដើរចេញទាំងអាឡ័យនិងតច្រកនេះមិនមែនជារឿងឆ្លោះគ្នាធម្មតាទេតែជាជីវិតដ៏ខ្មៅងងឹតមនុស្សពីរនាក់ដែលកំពុងលង់ទឹកតើមានផ្លូវណាអាចជួយស្រោចស្រង់គ្រួសារនេះបានកុំភ្លេចខមមិននៅខាងក្រោម